ទាំងអស់នេះគឺជាដើមតកបងប្អូនបាទដើមតកខ្ពស់វាខ្ពស់មែនតើចូល4ម៉ែត្របាទចូល4ម៉ែត្រកវាញបានត្រឹម3ម៉ែត្រទេកម្ពស់តែតកនេះកម្ពស់វាចូលដល់4ម៉ែត្របងប្អូនមើលខ្ញុំឈរមកចំហបាទកម្ពស់វាចូល4ម៉ែត្រតកកវាញកម្ពស់វាបាន3ម៉ែត្របាទបាន3ម៉ែត្រទើបតែដាំហើយនេះគឺជាដើមតកបងប្អូនបាទនេះតកកម្ពស់វាចូល3ម៉ែត្រហើយបងប្អូននេះអាយុវាប៉ុណ្ណេះអាយុវាចូល1ឆ្នាំហើយបងប្អូនបាទកម្ពស់ប៉ុណ្ណឹងបាទមកសតូងខ្ញុំអត់ទាន់ដល់ទេអញ្ចឹងវាចូល2ម៉ែត្រកន្លះទៅ3ម៉ែត្រឯកម្ពស់នេះបាទបងប្អូននេះហើយដាំចောင်းស្នឹងវាបាទអញ្ចឹងទាំងកវាញទាំងតកបងប្អូនដាំចောင်းស្នឹងវារបៀបនេះហើយយើងអាចកាត់ត្រឹមនេះក៏បានដែរដើមវាឬក៏យើងដាក់ទាំងវែងហ្នឹងក៏អត់អីដែរបាទដាក់ទាំងវែងហ្នឹងក៏អត់អីដែរបាទដើមតកនេះបងប្អូនដើមវានេះមកសតូងខ្ញុំអត់ទាន់ដល់ទេបាទនេះមកចំហនេះបាទមកចំហហើយមកសន្ទូងហើយអត់ទាន់ដល់កម្ពស់ដើមវាទេហើយយើងដាំគឺយើងចောင်းស្នឹងទប់របៀបនេះអត់ចឹងទេវានឹងរលំនឹងដួលហើយបាទដើមក្រវាញក៏ដូចគ្នាដែរបងប្អូនដើមក្រវាញបើយើងចង់ដាំផ្ទាល់ចេះបើយើងអត់ចង់បតោះទេយើងចង់ដាំត្រូវតែមានស្នឹងចောင်းទប់វារបៀបហ្នឹងហើយអាយុកូនប្រហែលជា1ឆ្នាំយើងបំបែកយកមកដាំចេះល្អកូនខ្ចីពេកក៏អត់ល្អកូនចាស់ពេកក៏អត់ល្អដែរកូនខ្ចីពេកងាយប្រឈមនឹងបញ្ហារលួយកូនខ្ចីពេកងាយប្រឈមនឹងបញ្ហារលួយកូនចាស់ពេកដើមចាស់ពេកវាអត់មានកូនអត់បែកកូនអត់បែកគុំវាអាចអញ្ចឹងបងប្អូនពួកអីអាគុលខ្លះក្តិលវាខ្លះហ្នឹងគឺអត់មានខ្នែងសម្រាប់បែកកូនទេទាំងអស់នេះគឺជាដើមតកបងប្អូនបាទដើមតកខ្ពស់វាខ្ពស់មែនតើចូល4ម៉ែត្របាទចូល4ម៉ែត្រកវាញបានត្រឹម3ម៉ែត្រទេកម្ពស់តែតកនេះកម្ពស់វាចូលដល់4ម៉ែត្របងប្អូនមើលខ្ញុំឈរមកចំហបាទកម្ពស់វាចូល4ម៉ែត្រតកវាញកម្ពស់វាបាន3ម៉ែត្របាទបាន3ម៉ែត្រហើយនៅតែមានបងប្អូនយើងជាច្រើនមានការច្រឡំរវាងតករវាងតកៃរវាងកវាញរវាងរំដេងព្រៃរវាងផ្ទឺអីហ្នឹងគាត់អត់ទាន់ស្គាល់ច្បាស់នៅឡើយទេរវាងរុក្ខជាតិប្រមាណហ្នឹងបែងចែកអត់ទាន់ដាច់ទេហើយនឹងរុក្ខជាតិជាច្រើនទៀតបាទដូចបងប្អូននៅខាងបូកូបាទខាងបូកូគាត់ថាផ្លូវឡើងភ្នំបូកូអត់ខ្វះទេបងប្អូននៅខាងភូមិភាគឦសានរតនគិរីមណ្ឌលគិរីតាមដងផ្លូវហ្នឹងខ្ញុំឃើញហើយបាទគាត់ថាអត់ខ្វះទេតាមផ្លូវទៅខាងគាត់ហ្នឹងតាមពិតទៅមិនមែនជាក្រវាញទេបងប្អូនហើយដូចអានេះចឹងយើងការអាចច្រឡំថាក្រវាញច្រឡំថាអីចឹងបងប្អូនខ្លះឃើញរំដេងច្រឡំថាក្រវាញដូចគ្នាបាទក្រវាញគឺលក្ខណៈសម្គាល់វាខុសពីហ្នឹងបងប្អូនពាក្យចាស់យើងតែងនិយាយថាតកោផ្លែដីតកៃផ្លែចង់បាទអញ្ចឹងដើមតកោនេះផ្លែវានៅនឹងដីនៅនឹងគល់ដូចក្រវាញដែរបងប្អូនជាមួយខ្ញុំនាំទៅមើលផ្កាក្រវាញបាទនេះបងប្អូននេះផ្កាក្រវាញផ្លែដីតកោក៏ផ្លែដីដែរបងប្អូននេះសុទ្ធតែផ្កាក្រវាញណាបាទផ្កាក្រវាញអញ្ចឹងបើយើងសម្គាល់យើងប្រៀបធៀបទៅជាមួយនឹងផ្កាផ្ទឺផ្កាអីខុសគ្នាបងប្អូនបាទនេះផ្កាក្រវាញផ្កាវាចេញមកអញ្ចឹងណាបាទអានេះយើងអត់បានថែទាំអត់បានដាក់ជីបំពន់វាអត់មានផ្លែទេជាទូទៅដើម្បីឲ្យផ្លែបានតលតែសីតុណ្ហភាពវាសមស្របជីជាតិដីវាសមស្របប៉ុន្តែនៅទីនេះយើងមិនបានផ្ដោតទៅលើផ្កាផ្លែទេយើងផ្ដោតទៅលើការបំបែកពូជចឹងទៅមិនបានដាក់ជីដាក់អីវាឲ្យបានត្រឹមត្រូវក៏វាអញ្ចឹងឆ្នាំក្រោយទៅខ្ញុំគិតថានឹងដាក់យកគ្រាប់ដើម្បីបណ្ដោះកូនពីគ្រាប់មកខ្លះគាត់ថារវាងការបណ្ដោះកូនពីគ្រាប់ហើយនឹងការបណ្ដោះកូនពីការបំបែកពីគុលគឺការបណ្ដោះកូនបំបែកពីគុលវានេះល្អជាងលឿនជាងបងប្អូនយឺតខុសគ្នាច្រើនដែរខ្ញុំធ្លាប់ពិសោធន៍ច្រើនសាររវាងការបណ្ដោះកូនដោយគ្រាប់នេះគឺវាដោះយឺតហើយកូនវាធំយឺតដែរបាទការបណ្ដោះកូនដោយគុលនេះកូនវាចេញមកថ្លោះធំតែម្ដងប៉ុន្តែការបណ្ដោះកូនដោយគ្រាប់ចេញមកទូចល្អិតហើយទម្រាំតែវាធំហ្នឹងវាប្រើពេលយូរជាងបណ្ដោះដោយគុលនេះច្រើនខែដែរបងប្អូនអញ្ចឹងឯងបានខ្ញុំមិនសូវជាបណ្ដោះដោយគ្រាប់ប្រហែលទេភាគច្រើនគឺយើងបណ្ដោះដោយបាទយើងបណ្ដោះដោយគុលបំណែកគុលវាដូចអាគុលនេះអញ្ចឹងបងនេះវាចេញទៅពាំងចេញកូនមកទៀតហើយយើងកាត់តែត្រឹមនេះទៅយើងអាចយកទៅដាំបានហើយបាទយើងអាចយកទៅដាំបានហើយបាទនេះជាទិដ្ឋភាពដើមក្រវាញបងប្អូនឃើញទេក្រវាញអញ្ចឹងបាទក្រវាញតកតកៃក្រវាអីហ្នឹងគឺបងប្អូនយើងតែងតែមានការច្រឡំផ្ទឺរំដេងអីហ្នឹងគឺតែងតែច្រឡំគ្នាតែម្ដងបាទអរគុណបងប្អូនខ្ញុំជូនប៉ុណ្នេះអំពីដំណាំ
ក្រវ៉ាញបាទជជែកខ្លះៗពីដំណាំក្រវ៉ាញប៉ុណ្នេះបាទមានអ្វីចូលរួមបងប្អូនអាចសរសេរបានខាងក្រោមហើយយើងជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា